បើសិនជាបងចង់វាយបងស្លាប់បើសិនជាអាចជុំមួយមកចាប់ឆ្នោតទេ នៅបងប្អូនចាប់ផ្ដើមផ្លោងសម្ដីដាក់គ្នាហើយពេលនេះបន្ទាប់ពីបានឃើញរឿងចិត្តត្រាបោះសម្ដីមកថាប្រសិនបើវគ្គផ្ដាច់ព្រាត់បានជួបជាមួយនឹងនងសៅម្ដងទៀតរូបគេនឹងវាយនងសៅឲ្យសន្លប់ជាលើកទី2ឆ្លើយតបទៅនឹងការលើកឡើងរបស់រឿងចិត្តត្រាបែបនេះនងសៅមិនបាននិយាយអ្វីច្រើនទេដោយផ្ដាំទៅរឿងចិត្តត្រាថាប្រសិនបើចង់វាយខ្លួនឲ្យសន្លប់មិនបាច់ចាំចាប់ឆ្នោតទេគឺជុំទី1អាចប៉ះគ្នាយកតែម្ដងយ៉ាងណាយើងរងចាំមើលទាំងអស់គ្នានៅជំនួបនេះចុងសប្ដាហ៍នេះបងប្អូនតើរឿងចិត្តត្រាគេអាចរក្សាកំណត់ត្រាមិនធ្លាប់ចាញ់របស់គេបានដែរឬទេខណៈដែលនងសាគេបានបដិញ្ញាថានឹងយកពាននេះឲ្យបានយើងរងចាំមើលទាំងអស់គ្នាបងប្អូនតោះទៅស្ដាប់ការលើកឡើងរបស់នងសាទាំងអស់គ្នានងសាមានឈ្មោះប្រកួតនៅសប្ដាហ៍នេះមានឈ្មោះប្រកួតនៅបាយ័នកម្មវិធីម៉ារ៉ាតុងបងក៏មានឈ្មោះមិនដែរដៃគូទាំង3នៅស្គាល់ទេធ្លាប់ស្គាល់ពីរនាក់ឡើយគេរឿងចត្រាមួយហើយធ្លាប់ឃើញអន្តរជាតិអេរ៉ង់ធ្លាប់ឃើញហើយមិនដែរសមត្ថភាពអ្នកទាំង3ហ្នឹងយើងធ្លាប់ប៉ះណាគេខ្លះធ្លាប់ប៉ះរឿងចត្រាកាលនោះចាញ់គាត់ទឹកពីរបងហើយ3នាក់ហ្នឹងណាគេជាឧបសគ្គជាងគេណានិយាយថាគឺពីខ្ញុំស្គាល់ពីរនាក់រឿងត្រាក៏ល្អហើយគាត់ចាញ់គាត់ហើយអេរ៉ង់ក៏ល្អហើយអ្នកទៀតដែរក្នុងឃើញថារឿងចត្រាបើអាចបើចាប់ឆ្នោតក៏បានដែរប៉ះជុំមួយមកដាំថាបើអូខេព្រមបើការវឹកហាត់វាច្រើនជាងស្បចាស់គួរសមហើយក៏យើងដំបងវាសួរចង់បានតែពេលយូរធម្មតាទៅទទួលយកបានអត់អីទេហើយតាំងពីមកដល់ក្លឹបថ្មីនេះសៅបានប្រកួត3បង3ប្រកួតលទ្ធផលឈ្នះបន្ទុក2ឈ្នះសន្លប់1វាពីមុនខ្ញុំក៏វាល្អដែរហើយខ្ញុំទៅធ្លាក់មករយៈចុងក្រោយឥឡូវវាអាចទៅមក80អីវិញហ្មងវាគួរសមហើយសមជាកន្លែងប្រយុទ្ធបាទអរគុណដល់លោកគ្រូដែលបានផ្ដល់ឱកាសយកខ្ញុំមកអប់រំកែប្រែនឹងដល់ឱកាសខ្ញុំបាទខ្ញុំអរគុណខ្ញុំធ្វើអត់ឲ្យគ្រូខំអំណងបាទ3ប្រកួតនេះបើប្រៀបធៀបខ្លួនឯងកាលពីមុនហើយនៅឥឡូវផ្លាស់ប្ដូរខ្លួនឯងមិនខ្លះវាពីមុនយើងស្ទើរសុះអីឥឡូវក៏វាបាន50 60មកវិញដែរសុះធន់បងសុះធន់ខ្លាំងណាស់ហើយចំពោះម៉ាតុងក្នុងសប្តាហ៍នេះមិនដែរដាក់ក្តីរំពឹងមិនដែរបាទសម្រាប់ខ្ញុំវាមុនការប្រកួតគឺ50 50ទេលើជាដៃលើសវៀនបងវាអាចមើលរឿងដាក់បដិញ្ញាថាយកក្លឹបនឹងយកពានមកជូនគ្រូបានអត់បើសិនជាចិត្តចង់យកពានជូនគ្រូជូនក្លឹបថ្មីបងជាប្រកួតទីម៉ាន4ប្រកួតលើកទី4ទេត្រូវអត់បាទជាលើកទី4បើសិនជា4ប្រកួតនឹងប្រកួតចុងក្រោយនេះបានពានគឺល្អខ្លាំងដែរបាទចង់បានពានជូនគ្រូជូនក្លឹបថ្មីដែលគាត់បានផ្ដល់ឱកាសឲ្យយើងបាទសងគុណគាត់វិញបាទ